ก็ប៉ុន្តែខ្ញុំឆ្ងល់ថាមួយរយៈពេលចុងក្រោយនេះនៅពេលដែលលោកកម្មសខារួចចេញពីពន្ធនាគារឬក៏ការឃុំខ្លួនហើយបាត់សិទ្ធិនយោបាយអស់ក្រុមដែលគ្រប់គ្រងលោកកម្មសខាភាគច្រើនលឹះលុបគឺអបអសាទរការដោះលែងដែលអត់បាននិយាយទៅគឺគាត់អបអសាទរការដោះលែងចាបពីទ្រង់ដើម្បីចងកស៊ូស្លាបចាបឲ្យដាក់ឲ្យហើរដើរដីអត់ឲ្យហើរឲ្យដើរដីតាមពិតរឿងនេះគឺវាពិបាកបន្ទោសកន្លែងមួយត្រង់ថាបើគាត់មិនសាទរមិនបើកាលពីមុនចេញទៅជួបម្ដាយជួប1ម៉ោងគេយកទៅវិញហើយអត់អាចមកជួបតសុំទៀតប្របាក់សឹងអីម្ដាយឈឺចាស់ជរាគាត់លោកសង្ឃប្រសង់អីឲ្យធေါ်ឲ្យអីហើយដូច្នេះបានមកជួបម្ដាយជីវិតចុងក្រោយតើចង់បានអីទៀតនេះគឺជាក្តីសង្ឃឹមរបស់មនុស្សលោកគ្រប់គ្នាតាក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងលោកកម្មសខាភ្លេចគិតថាលោកកម្មសខាគឺជាអ្នកនយោបាយមិនមែនជារាជសាមញ្ញលក់ក្រែមកៃនៅកំពង់ស្ពឺអីទេដូច្នេះការចេញមកក្រៅត្រង់ហ្នឹងគឺជាសัตว์លោកដូចជាសัตว์បាក់សីមួយសัตว์មួយដែលត្រូវការហើព្រោះសារជាតិជាបាក់សីសัตว์ក៏អញ្ចឹងដែរសារធាតុរបស់សัตว์គឺហោះហើរហើយទៅយើងលែងសัตว์ពីត្រង់យើងចងកស៊ូឲ្យដើរដីហើយដល់ពេលឲ្យបងប្អូនទាំងអស់គ្នានឹងអ្នកគ្រប់គ្រងលោកកម្មសខាសាទរតះដៃអបអសាទរដោយអ្វីដែលគណៈបកប្រជាជនកម្ពុជាសាទរតះដៃអបអសាទរដើម្បីឲ្យដឹងថានោះគឺជាគណូបការៈដ៏ធំធេងណាស់សម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលមានស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិគិតពីតម្លៃយុត្តិធម៌ខ្មែរមិនយកខ្មែរជាសត្រូវអីចឹងទៅសារនេះគឺដូចតែសារគណៈបកប្រជាជនកម្ពុជាគេថ្លែងថាមេដឹកនាំគេអស្ចារ្យណាស់ព្រោះបានដោះលែងលោកកម្មសខាដើម្បីបង្រួបបង្រួមជាតិបងប្អូនសាកគិតម្ដងទៀតទៅបើបងប្អូនជាសัตว์ហើយគេយកយើងឲ្យនៅក្រៅទ្រង់ហើយគេចងស្លាប់ឲ្យជាប់ហើយប្រហោះទៀតណាអាចងស្លាប់ឲ្យជាប់ហើយល្អមួយយ៉ាងមកជុំឯងងុំនឹងរឿងប្រហោះឲ្យមើលទៀតណាចងស្លាប់គ្នាឲ្យកវត្តឡើងលើអញ្ចឹងធ្លាក់មកបាក់កងាប់ហើយទៅផ្ទះដៃអបអសាទរថាចាបខ្ញុំបានប្រឡែងហើយឥឡូវថ្ងៃនេះខ្ញុំឃើញសាររបស់មេធាវីរបស់លោកកម្មសុខាម្នាក់គឺសហមេធាវីរបស់លោកកម្មសុខាគឺលោកផែងហេងដែលគាត់សរសេរនៅលើបណ្ដាញសង្គម Facebook របស់គាត់តាមពិតលោកមេធាវីផែងហេងគឺជាសារមួយដែលគាត់មិននិយាយតំណាងឲ្យមេធាវីទេអញ្ចឹងដូច្នេះអ្វីដែលលោកមេធាវីផែងហេងនិយាយក្នុងទីនេះគឺយើងគិតថាជាមតិរបស់បុគ្គលផ្ទាល់ខ្លួនដែលមិនតាក់ទងនៅក្នុងកិច្ចការពារផ្លូវច្បាប់ក្នុងតុលាការរបស់លោកកម្មសខាទេក៏ប៉ុន្តែបងប្អូននៅពេលដែលមេធាវីម្នាក់សរសេរសារនៅលើបណ្ដាញសង្គមជាសាធារណៈហើយប្រាប់ថាគាត់មិនសរសេរក្នុងនាមឬក៏ដូចថាយកបកស្រាយជំនួសលោកកម្មសខាអីអញ្ចឹងគឺវាពិបាកនឹងបែងចែកថាតើពេលណាគាត់ជាបុគ្គលឯកជនពេលណាដែលគាត់ការពារក្តីឲ្យលោកកម្មសខាដែរក៏ប៉ុន្តែយ៉ាងណាមតិរបស់មេធាវីដែលជាបញ្ញវន្តមួយរូបដែលខ្ញុំគោរពគឺលោកផាញ់ហេងដូចខ្ញុំជម្រាបចឹងថាមេធាវីនៅប្រទេសកម្ពុជាមេធាវីល្អមានបច្ចេកទេសការពារក្តីមានវិជ្ជាជីវៈមានសិលធម៌មានសមត្ថភាពនៅក្នុងការពារក្តីបកែដូចជាលោកផែងហេងលោកជួងជងីលោកអាងឧត្តមលោកច័ន្ទជេនលោកស្រីមេងសុភារីអីហ្នឹងគឺសុទ្ធតែមេធាវីល្បីនៅប្រទេសកម្ពុជាគួរជាទីមោទនៈក៏ប៉ុន្តែមិនដែលការពារក្តីឈ្នះរឿងក្តីសំបីតែម្ដងព្រោះគាត់មិនអាចឈ្នះក្តីការទេបើការពាររឿងក្តីផ្នែកនយោបាយនេះព្រោះទៅយកមេធាវីពីឋានប៉ាន់មកក៏វាអត់អាចនឹងដោះស្រាយបានដែរព្រោះអ្នកសម្រេចគឺមានតែបុគ្គលតែម្នាក់គត់នៅស្រុកខ្មែរដែលថាចង់ឲ្យនរណាជាប់គុកឬក៏ចង់ឲ្យនរណារួចខ្លួនមិនមែនតុលាការទេបាទអញ្ចឹងទៅយើងដឹងហើយថានៅណាដែលខ្ញុំចង់និយាយតាក់ទងនឹងបុគ្គលម្នាក់គត់នៅក្នុងប្រទេសយើងហ្នឹងឥឡូវប្រសាសន៍របស់លោកផែងហេងគាត់និយាយចេះតាមពិតសាររបស់គាត់ហ្នឹងគឺការពារក្តីអស់ចិត្តហើយឥឡូវដាក់មួកជាប្រជាប្រដ្ឋឯកជនហ្នឹងក៏គាត់មើលឃើញអំពីការចង់ឲ្យកម្ពុជានេះមានការផ្សះផ្សាជាតិជាមួយគ្នាដែរហើយខ្ញុំជឿថាមតិរបស់គាត់នេះគឺមានសមហេតុសមផលទេព្រោះអីគាត់និយាយពេលដែលកាត់អត់ឲ្យសិទ្ធិនយោបាយលោកកម្មសខាឲ្យជាប់អាមេរិកនៅក្នុងហ្នឹងហើយឃើញសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនិយាយអំពីតាក់ទងនឹងគេបានលើដំណឹងពីរឿងដោះលែងលោកកម្មសខាប៉ុន្តែនៅជាប់សិទ្ធិនយោបាយអីផ្សេងហ្នឹងគឺសហរដ្ឋអាមេរិកធ្លាប់ស្ដីបន្ទោសឬខឹងសម្បានឹងកម្ពុជាឲ្យថាខ្វះការទទួលខុសត្រូវក្នុងការចោទប្រកាន់អាមេរិកប៉ុន្តែអត់ទាន់បានទម្លាក់ចោលការចោទប្រកាន់របស់អាមេរិកណាព្រោះឲ្យលោកកម្មសខាមានទោសហ្នឹងដោយសារតែសារលេខានឹងចូលជាស្ថាពរក្នុងករណីដែលលើកលែងទោសលោកកម្មសខាហ្នឹងគឺបានន័យថាអាមេរិកនៅជាប់នៅក្នុងកញ្ចប់ហ្នឹងអញ្ចឹងហើយបានឃើញមេធាវីសហមេធាវីលោកកម្មសខាតែងតែសរសេរសារថាតើយើងរកវិធីណាផ្សះផ្សាដើម្បីឲ្យមានទំនាក់ទំនងល្អជាពិសេសជាមួយសហរដ្ឋអាមេរិកបានដែរឬទេបើដោះលែងលោកកម្មសខានិយាយទៅគឺឲ្យស្ដារនីតិសម្ប
បទាឲ្យលោកកម្មសខាមានសិទ្ធិពេញលេញឡើងវិញគ្រប់គ្រាន់ទាំងសិទ្ធិនយោបាយទាំងសិទ្ធិដើរហើរទាំងសិទ្ធិអីហ្នឹងបើគណៈបកនយោបាយឈរឈ្មោះបោះឆ្នោតអីហ្នឹងគឺវាបានទាំងការផ្សះផ្សាជាតិបានទាំងស្ដារតំណែងតំណងល្អរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកហើយបានជាមុខមាត់របស់ប្រទេសយើងទាំងមូលក្នុងនាមជាជាតិសាសន៍មួយដែលមិនធ្វើទុកបុកម្នេញខ្មែរគ្នាឯងចឹងខ្ញុំជឿថាប្រសាសន៍របស់គាត់នេះគឺមានភាពសមស្របក្នុងនាមការអំពាវនាវគាត់ថាប្រជាពលរដ្ឋខ្មែរទូទៅអត់សូវហ៊ានធ្វើដូច្នេះទេប៉ុន្តែប្រហែលជាលោកមេធាវីគាត់មានហេតុផលគ្រប់គ្រាន់គ្រាន់តែអំពាវនាវសូមឲ្យមានការផ្សះផ្សាជាទៅវិខអីហើយខ្មែរយើងភាគច្រើនហ្នឹងគឺអត់សូវហ៊ាននិយាយឲ្យងាកក្រោយតែរហូតហ្នឹងតាក់ទងនឹងរឿងអីក៏ដោយឲ្យតែរឿងខ្ទាស់ជាមួយនឹងអ្វីដែលជាការចង់បានរបស់គណៈបកប្រជាជនកម្ពុជាលោកសរសេរនៅថ្ងៃនេះថាចេះខ្ញុំមិនបកស្រាយជំនួសឯកឧត្តមកម្មសុខាទេក៏ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកបកស្រាយរឿងក្តីរបស់លោកកម្មសុខាខ្ញុំយល់ថាការបកស្រាយកេងចំណេញនយោបាយសម្រាប់ខ្លួនឯងតែរៀងខ្លួនទេខ្ញុំគិតថាហើយហាក់ដូចជាមានចេតនាបង្ខូចឬក៏បន្តបង្អាប់ឯកឧត្តមកម្មសុខាទៅវិញបានន័យថាមិនផ្ដោតកិត្តិយសទៅដល់លោកកម្មសុខាទេនៅពេលដែលយើងបកស្រាយពេលដែលគាត់ព្រមដូចថាសរសេរលិខិតតែមិនប្តឹងអីហ្នឹងប្រហែលក្នុងន័យហ្នឹងណាលោកនិយាយថាអញ្ចេះខ្ញុំនិយាយខ្លីថាលោកកម្មសខាឬឯកឧត្តមកម្មសខាជាជនរងគ្រោះពីការចោទគ្មានអង្គហេតុឬគ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិកតែងតែថ្លែងការណ៍ហើយក៏សួរថាតើបើគាត់មិនតស៊ូដើម្បីយុត្តិធម៌តើគាត់តស៊ូយកអ្វីបើគាត់ចោះចូលដោះដូរជាធ្នូឬក៏ជាប់គុកសបនិមិត្តម្លេះគាត់មានលុយនិងសេរីភាពពេញលេញមើលសារលោកគ្រូបណ្ឌិតឡើងមកហើយគឺលោកកម្មសខាមិនខុសពីអនុប្រជាជនទេអីអញ្ចឹងទៅសម្រាប់អ្នកច្បាប់ខ្ញុំមើលឃើញជំរើសពីរគឺទី1ដោះស្រាយតាមរយៈតុលាការគឺបដិសេធសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមដើម្បីយុត្តិធម៌និងនីតិរដ្ឋឲ្យបានផ្សះផ្សារបួសផ្លូវចិត្តនឹងការទូតជាមួយសហរដ្ឋអាមេរិកផងជាពិសេសលោកប្រធានាធិបតី Donald Trump និង Joe Biden ដែលខំបញ្ជាក់ភាពស្អាតស្អំកន្លងមកទី2គឺផ្សះផ្សាជាតិដោយអ្នកនយោបាយខ្មែរនិយាយគ្នាក៏ប៉ុន្តែបើបរិយាក្រិតនៅមានលក្ខណៈបែបនយោបាយគឺបិទសិទ្ធិមិនឲ្យគាត់ធ្វើនយោបាយតើឯកឧត្តមកម្មសុខាឯណាមិនចង់បានសេរីភាពពេញលេញជាប្រជាពលរដ្ឋខ្មែរនោះសម្ដេចហ៊ុនសែនធ្លាប់និយាយនៅពេលឯកឧត្តមទៅបនសពថាអ្នកនយោបាយបើមិនធ្វើនយោបាយធ្វើអ្វីទៅវិញដូច្នេះដើម្បីបានការផ្សះផ្សាជាតិពេញលេញតាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ1993គណៈបកប្រជាជនកម្ពុជាត្រូវហ៊ានលះបង់ដោយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋដែលបានធ្វើក្នុងឆ្នាំ1993និង94ដែរគឺមានជំរើសពីរគឺទី1តាមមធ្យោបាយនាយករដ្ឋមន្ត្រីធ្វើជាសំណើថ្វាយព្រះមហាក្សត្រសូមលើកលែងទាំងស្រុងនៅទោសបន្ថែមឬអនុវត្តទោសដែលនៅសេសសល់ឬទី2សូមឲ្យតុលាការផ្ដល់នីតិសម្បទាពេញលេញជូនឯកឧត្តមកម្មសុខាឡើងវិញតែម្ដងបាទបងប្អូនដែលខ្ញុំថានេះគឺជាការដែលយើងមើលទៅឃើញជាជំរើសមួយដែលជាសំណើសមហេតុសមផលដូចខ្ញុំនិយាយចឹងក៏ប៉ុន្តែខ្ញុំឆ្ងល់រឿងមួយដែរអ្នកដែលមានស្វាមីភក្តិចំពោះលោកកម្មសុខាលោកផែងហេងមិនត្រឹមតែការពារក្តីលោកកម្មសុខាទេគឺលោកមានស្មារតីចង់និយាយថាសិលធម៌គុណធម៌នៅក្នុងការដែលស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សិទ្ធិមនុស្សស្រឡាញ់ការផ្សះផ្សាជាតិអីអញ្ចឹងគឺលើសពីមេធាវីដែរគឺមានចំហបេះដូងហ្នឹងចង់ឲ្យជាតិនេះមានការផ្សះផ្សាខ្ញុំជឿថានេះជាគុណធម៌ល្អសម្រាប់មេធាវីខ្មែរក៏ប៉ុន្តែខ្ញុំឆ្ងល់ថាមួយរយៈពេលចុងក្រោយនេះនៅពេលដែលលោកកម្មសុខារួចចេញពីពន្ធនាគារឬក៏ការឃុំខ្លួនហើយបាត់សិទ្ធិនយោបាយអស់ក្រុមដែលគ្រប់គ្រងលោកកម្មសុខាភាគច្រើនលុះលុបគឺអបអរសាទរការដោះលែងដែលអត់បាននិយាយទៅគឺគាត់អបអរសាទរការដោះលែងចាបពីទ្រង់ដើម្បីចងកស៊ូស្លាបចាបឲ្យដាក់ឲ្យហើរដើរដីអត់ឲ្យហើរឲ្យដើរដីតាមពិតរឿងនេះគឺវាពិបាកបន្ទោសកន្លែងមួយត្រង់ថាបើគាត់មិនសាទរមិនបើកាលពីមុនចេញទៅជួបម្ដាយជួប1ម៉ោងគេយកទៅវិញហើយអត់អាចមកជួបតសុំទៀតពិបាកសឹងអីម្ដាយឈឺចាស់ជរាគាត់លោកសង់ប្រសង់អីឲ្យធေါ်ឲ្យអីហើយដូច្នេះបានមកជួបម្ដាយជីវិតចុងក្រោយតើចង់បានអីទៀតនេះគឺជាក្តីសង្ឃឹមរបស់មនុស្សលោកគ្រប់គ្នាតាក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងលោកកម្មសុខាភ្លេចគិតថាលោកកម្មសុខាគឺជាអ្នកនយោបាយមិនមែនជារាជសាមញ្ញលក់ការ៉េមកៃនៅកំពង់ស្ពឺអីទេដូច្នេះការចេញមកក្រៅត្រង់ហ្នឹងគឺជាសัตว์លោកដូចជាសัตว์បាក់សីមួយសัตว์មួយដែលត្រូវការហើព្រោះសារជាតិជាបាក់សីគឺការហោះហើរសារជាតិនៃអំបិលគឺជាតិប្រៃសារជាតិនៃទឹកឃ្មុំគឺជាតិផ្អែមសារជាតិក្រូចឆ្មាគឺជាតិជូរសារជាតិនៃបណ្ដូលពេជ្រប្រវល់បណ្ដូលពេជ្រគឺជាតិល្វីងជូរចត់
ចុះឥឡូវបើសិនជាយើងដកអាជាតិប្រៃចេញពីអំបិលយើងដកជាតិផ្អែមពីទឹកឃ្មុំយើងដកជាតិល្វីងជូរចត់ពីបដូលពេជ្រតើក្រូចឆ្មាជូរអីចឹងយើងដកចេញពីតើវាមានន័យអីទៅក្រូចឆ្មាហ្នឹងវាคล้ายទៅជាក្រូចថ្លុងវាคล้ายទៅជាក្រូចពោធិ៍សាត់ឬក៏វាคล้ายទៅជាក្រូចលែងបានការតែឲ្យព្រោះគេយកមកប្រើការមិនកើតវាជាក្រូចមែនប៉ុន្តែមិនអាចប្រើការជាភ្លាជាអីកើតទេព្រោះវាបាត់ជាតិជូររបស់វាទៅហើយតើមានន័យអីក្នុងន័យថាក្រូចឆ្មាយកមកឲ្យមកថងមកឲ្យយើងទៅណេះយកក្រូចឆ្មាយកទៅប្រើទៅដើម្បីធ្វើទឹកត្រីកោះកងអីប៉ុន្តែចំបាច់មកសាបដូចទឹកទន្លេហើយយើងថាគេបានក្រូចឆ្មាឲ្យយើងមកថងយើងអរគុណណាអរគុណឲ្យក្រូចឆ្មាប៉ុន្តែលើកក្រោយកុំឲ្យខ្ញុំទៀតក្រូចអញ្ចឹងយកទៅធ្វើអីកើតលោកហើយបើវាអត់មានជូរហ៎ឥឡូវគេឲ្យទឹកឃ្មុំយើងមកកធុងអត់មានជាតិផ្អែមអីតែបន្តិចសត្វក៏អញ្ចឹងដែរសារធាតុរបស់សត្វគឺហោះហើរហើយទៅយើងលែងសត្វពីទ្រុងយើងចងកស៊ូឲ្យដើរដីហើយដល់ពេលឲ្យបងប្អូនទាំងអស់គ្នានឹងអ្នកគ្រប់គ្រងលោកកម្មសខាសាទរទះដៃអបអរសាទរដោយអ្វីដែលគណៈបកប្រជាជនកម្ពុជាសាទរទះដៃអបអរសាទរដើម្បីឲ្យដឹងថានោះគឺជាគុណូបការៈដ៏ធំធេងណាស់សម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលមានស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិគិតពីតម្លៃយុត្តិធម៌ខ្មែរមិនយកខ្មែរជាសត្រូវអីចឹងទៅសារនេះគឺដូចតែសារគណៈបកប្រជាជនកម្ពុជាគេថ្លែងថាមេដឹកនាំគេអស្ចារ្យណាស់ព្រោះបានដោះលែងលោកកម្មសខាដើម្បីបង្រួបបង្រួមជាតិបងប្អូនសាកគិតម្ដងទៀតទៅបើបងប្អូនជាសត្វហើយគេយកយើងឲ្យនៅក្រៅធុងទ្រង់ហើយគេចងស្លាប់ឲ្យជាប់ហើយប្រហោះទៀតណាចងស្លាប់ឲ្យជាប់ហើយល្អមួយយ៉ាងមកជុំងងុំនឹងរឿងប្រហោះឲ្យមើលទៀតណាចងស្លាប់គ្នាឲ្យកវាត់ឡើងលើអញ្ចឹងធ្លាក់មកបាក់កងាប់ហើយទៅទះដៃអបអសាទរថាចាបខ្ញុំបានប្រឡែងហើយនេះគឺជាអំពើអគុណធម៌មួយខ្លាំងណាស់ខ្ញុំមិនជាទោសមនិញនៅក្នុងការដែលដោះលែងលោកកម្មសខាឲ្យបានមកកលៈដែរក៏ប៉ុន្តែវាជាអគុណធម៌នោះត្រង់ថាយើងធ្វើឲ្យល្អមើលអញ្ចឹងទៅអីឲ្យល្អមើលដូចខ្ញុំនិយាយចឹងហេតុអីបានជាយើងដកជាតិប្រៃពីអំបិលហើយយើងដកជាតិជូរពីក្រូចឆ្មាយើងដកជាតិផ្អែមពីទឹកឃ្មុំយើងដកជាតិល្វីងពីបដូលពេជ្រហើយយើងគិតថារបស់ទាំងអស់នេះនៅមានតម្លៃដដែលព្រោះយើងឲ្យតម្លៃក្រូចឆ្មាយើងឲ្យតម្លៃអំបិលយើងឲ្យតម្លៃវល្លិបដូលពេជ្រហើយយើងឲ្យតម្លៃទឹកឃ្មុំនិងយើងឲ្យតម្លៃចាបគឺវាត្រូវតែហោះហើរក៏ប៉ុន្តែទីបំផុតគឺយើងសម្លាប់ចាបយើងសម្លាប់ក្រូចឆ្មាយើងសម្លាប់អំបិលយើងសម្លាប់ទឹកឃ្មុំយើងសម្លាប់វល្លិបដូលពេជ្រធ្វើឲ្យវាបាត់ជាតិរបស់វាអស់គឺមានតែរូបរាងយូរទៅប្រជាពលរដ្ឋនឹងបំភ្លេចក្រូចឆ្មាបំភ្លេចវល្លិបដូលពេជ្របំភ្លេចបាក់សៃមួយនេះហើយបំភ្លេចទឹកឃ្មុំព្រោះប្រើឡើងកើតបានតែរូបរាងហើយនាំគ្នាអបអរសាទររឿងនេះដែរអស់លោកក៏អត់គុណធម៌ដែរនិយាយទៅអរអេកសបាយចិត្តណាស់ដើម្បីឲ្យបានថាចុះបើគេដោះលែងហេតុអីក៏យើងខ្វះគុណធម៌ម៉េះនៅក្នុងការអបអរសាទរយើងត្រូវចាំថាគ្មានអ្នកដែលគ្រប់គ្រងលោកកម្មសុខាភាគច្រើនគឺមិនឃើញសារដែលគាត់និយាយថាទៀមទាឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យលោកកម្មសុខាបានធ្វើនយោបាយពេញលេញឡើងវិញគឺអបអរសាទរដែលបានដោះលែងខុសពីសហគមន៍អន្តរជាតិអង្គការសង្គមស៊ីវិលឯករាជ្យអីគឺថាគេអបអរសាទរថានេះជាជំហានវិជ្ជមានដែរក៏ប៉ុន្តែយ៉ាងណាក៏នៅតែទៀមទាឲ្យលើកលែងលោកកម្មសខាលើកលែងចោតប្រកាន់អីពេញទំហឹងអីអញ្ចឹងដែរដូចសាររបស់លោកផែងហេងលោកក៏មិនមែនមិនសាទរឲ្យដែរគេថាមានដំណោះស្រាយអីខ្លះប៉ុន្តែនៅតែទៀមទាឲ្យដោះលែងលោកកម្មសខាអញ្ចឹងហើយបានជាសកម្មជនឬក៏អេគីបឬក៏ជនជាតិខ្មែរទាំងអស់ដែលស្រឡាញ់ប្រជាធិបតេយ្យហើយមិនចង់ឲ្យលោកកម្មសខាក្លាយទៅជាជនរងគ្រោះទ្វេដងគឺមានតែម្យ៉ាងគត់នាំគ្នាតស៊ូមតិកុំឲ្យដាច់ដូចជាភ្លៀងរលឹមឲ្យរដ្ឋាភិបាលដោះលែងលោកកម្មសុខាឲ្យមានសេរីភាពពេញលេញគឺបានន័យថាស្ដារនីតិសម្បទាសិទ្ធិនយោបាយរបស់គាត់ឡើងវិញបាទបងប្អូនប្រហែលជាឮសូរពាក្យដែលខ្ញុំនិយាយថាស្អីទៀតហើយលោកមួងណារ៉េតស្ដារនីតិសម្បទាហ្នឹងមានន័យថាម៉េចទៅព្រោះភាសាខ្លះហ្នឹងគឺវាមានន័យដូចជាពាក្យបច្ចេកទេសបល័យបកូអីពេកដឹងបងប្អូនពាក្យថានីតិសម្បទាគឺជាភាសាអានខ្លីសាមញ្ញគឺនីតិបូកនឹងសម្បទាបើជាភាសាបាលីទេនីតិសម្បទាហ្នឹងគឺបានន័យថាជាការដូចថាស្ដារឡើងវិញជាការកសាងឬក៏កែលម្អឲ្យមានសភាពប្រក្រតីឡើងវិញគឺជាការផ្ដល់អ្វីគ្រប់យ៉ាងឲ្យគ្រប់គ្រាន់ឧទាហរណ៍ដូចជាមនុស្សគ្រោះថ្នាក់ចរាចរណ៍ធម្មតាតែពេលយើងគ្រោះថ្នាក់ចរាចរណ៍ប៉ះទៅវាដួលទៅវាខូចប៉ះខួរក្បាលទៅយើងអាចកម្រើកដៃកម្រើកជើងអីបានដូចធម្មតាវាពីការខ្លះអីខ្លះចឹងទៅ
ដើម្បីឲ្យយើងស្ដារនីតិសម្បទាឡើងវិញឲ្យដូចជាមនុស្សមុនគ្រោះថ្នាក់ចរាចរណ៍គឺយកទៅមណ្ឌលមួយដែលគេហៅមណ្ឌលស្ដារនីតិសម្បទាបានន័យថាឲ្យកាយរាងកាយរបស់យើងកាយសម្បទាហ្នឹងគឺបានន័យថាភ្នែកច្រមុះខួរក្បាលអីហ្នឹងចលនាអីហ្នឹងគឺប្រព្រឹត្តទៅដោយធម្មតាគឺយើងត្រូវគេឲ្យច្បាច់ដុំបាល់អញ្ចឹងគេឲ្យហាត់ប្រាណគេឲ្យដើរគេឲ្យអីដំបូងមានអ្នកទប់ក្រោយមកដើរខ្លួនឯងក្រោយធាក់កង់ឬរត់អីដើម្បីស្ដារនីតិសម្បទាហ្នឹងគឺឲ្យមានពេញលេញដូចដើមដូចគ្នាចំពោះលោកកឹមសុខាហ្នឹងគឺនីតិសម្បទានយោបាយរបស់គាត់ហ្នឹងគឺពីការហើយសប្ថ្ងៃហ្នឹងគឺពីការសុទ្ធអញ្ចឹងត្រូវការស្ដារហ្នឹងឡើងវិញទាំងអស់បើអត់ទេគាត់នឹងខ្លាយទៅជាសត្វដើរដីបន្តិចទៀតឆ្មាកញ្ញៃស្លាប់ចាក់ជាមិនខានហើយរឿងនេះហើយដែលខ្ញុំគិតថាបងប្អូនទាំងអស់ដែលស្រឡាញ់លោកកឹមសុខាត្រូវតស៊ូមតិកុំឲ្យដាច់ឲ្យសោះតស៊ូដើម្បីលោកកឹមសុខានៅក្នុងករណីដែលគាត់អត់មានលទ្ធភាពតស៊ូមតិដើម្បីខ្លួនឯងទៀតទេព្រោះអីគេធ្វើទុកបុកម្នេញគាត់ដល់ដំណាក់កាលចុងក្រោយមួយដោយគាត់ស៊ូទ្រាំលែងបានរហូតតតែចេញសេចក្តីមិនប្តឹងសារទុកហ្នឹងហើយក៏បានរួចមកកលៈដែរមិនអត់សោះទេការដែលគាត់ខំប្រឹងចរចាឬក៏ក្នុងករណីដែលគាត់ព្រមមិនធ្វើនយោបាយហ្នឹងគឺសមទៅតាមអ្វីដែលលោកហ៊ុនសែនចង់បានអញ្ចឹងទៅក៏អាចជាការលួងចិត្តលោកហ៊ុនសែនឲ្យដោះគាត់ឲ្យនៅខាងក្រៅមកកលៈដែរក៏ប៉ុន្តែចំណុចដែលសំខាន់បំផុតគឺបងប្អូនទាំងអស់គ្នានាំគ្នាតស៊ូមតិថាឥឡូវសัตว์នៅក្រៅទ្រុងហើយកុំចងស្លាប់សัตว์ក្រូចឆ្មាបានមកហើយកុំដកជាតិជូរពីក្រូចឆ្មាបដូលពេជ្របានមកហើយកុំដកជាតិល្វីងរបស់បដូលពេជ្រទឹកឃ្មុំបានមកហើយកុំដកជាតិស្ករជាតិផ្អែមពីទឹកឃ្មុំឬអំបិលបានហើយកុំដកជាតិប្រៃទុកឲ្យសារធាតុទាំងអស់នេះស្ដារនីតិសម្បទាឲ្យវិញអាហ្នឹងបានបងប្អូនផ្ដល់យុត្តិធម៌ឲ្យលោកកឹមសុខាបើមិនដូច្នេះទេគឺយើងកំពុងតែសាទរខុសរឿងហើយធ្វើឲ្យជីវិតនយោបាយលោកកឹមសុខាចប់គ្មានទីបំផុតមិនណាចប់មានតែចប់ជាស្ថាពរបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនបងប្អូនដោយសារតែព័ត៌មានទី2សំខាន់ដែរហើយខ្ញុំនឹងបកស្រាយអំពីលោកហ៊ុនសែនបន្តឲ្យតម្លៃគំនិតសាស្ត្រាចារ្យថៃម្នាក់រឿងរិះគន់មេដឹកនាំខ្លួនអំពីបញ្ហាព្រំដែនបងប្អូននេះ